Hello ដាំ blueberry នេះនិយាយទៅផ្លែរហូតហ្មងបេះរហូតគាត់ថាឥឡូវហ្នឹងវាភ្លុះត្រួយថ្មីមកច្រើនណាអញ្ចឹងក្នុងផើងនេះយើងកាយក្លុកវាមួយក្លុកមួយដាក់ពងមាន់មួយយើងគោះហើយយើងច្របាច់សបកវាហើយដាក់ក្នុងហ្នឹងកប់ដីទៅស្រោចទឹកទៅបានហើយទឹកក្នុងនេះឃើញពណ៌ហ្នឹងមានទឹកត្រីផ្អែមមកចលក់កាពិចលក់ស្វាយសល់ហ្នឹងណាហើយនឹង150បន្តិចទៀតលាយស្រោចតំណាំលើហើយដើមកុំគាត់នេះដូចគ្នានេះត្រៀមហើយស្រាច់កាយក្លុកហើយហីកយនេះហ៎blueberry នេះដូចគ្នាក្លុកដៃខ្លួនយើងធ្ងន់តិចនេះដាក់អញ្ចឹងណាកាញ់យើងញីទាំងអស់អញ្ចឹងទៅយើងដាក់ទៅវិញហើយយើងកាយវាកប់អញ្ចឹងទៅមកដោះកូនលហុងឡើងពេញចោលសបកលហុងនៅហ្នឹងហ៎នេះហើយហី blueberry នេះដាក់ដូចគ្នាបើក៏ដាក់ដែរមើលក៏ខុបព្រៃគេអានេះដាក់មកគ្រាប់ដែរទីទៀតពងមាន់បើអត់គ្រប់ទេយកថែមព្រោះអីទិញ300គ្រាប់ហ៎យកមកធ្វើនំផងអត់ខូចទេណាពងនេះពងល្អឯណាពងមាន់ល្អអញ្ចឹងទៅកាយដីកប់ទៅអានេះដូចគ្នាពោះទឹកដីឲ្យវាបាយទៅអត់បានពាក់ស្រោមដៃមាន13តោនអត់យកមកពាក់ហើយកាយវាកប់មកវិញមកនេះនឹកឃើញអាក្របតរ៉េននេះខ្ញុំផុសក្នុង TikTok នេះមានគេថា AI នេះ AI បលយកអីនេះ AI ចាំមកនេះអត់ដែរប្រើ AI សោះហ្មង0ហ្មងអត់ដឹងគេប្រើមិនហ្មងណាក្របទៅអានេះបើយើងចង់ល្អជាងហ្នឹងយើងយកប៊ីចេងដាក់វាមកលព្រារយក្នុងហ្នឹងណាហើយស្រោចទឹកទៅហើយមានទឹកអង្គយើងចេះតែស្រោចវាទៅក៏ខុបបារាំងនេះក៏ដាក់ដែរនិយាយទៅដាក់គ្រប់ដើមបណ្ដោយឥឡូវហ្នឹងយើងអត់ទាន់មានពេលដាំវាចូលដីហ៎តោះអញ្ចឹងផាក់ថែវានៅក្នុងផើងសិននៅជើងខ្នោនេះសិតតែកូនលហុងនេះពេលខ្លះទឹកវាយើងយកមកស្រោចសបកវាដាក់យកជីជាតិទៅវាដុះអញ្ចឹងណា